cứ xiêm vía chỉnh châm à krong chôn chiết phía tây cả rai nâng nơi cho prum đàn xiêm nâng oi bạc ca ai riết oi thưa sừng kriêm chỉ mũi nâng rót hà bị báo rồi bỏ xã hạ thiệp miền mà hỏi nơi ngày tí bầm bờ khai mẹ cả ra năm pi pon mà phê bầm mũi ní chôn chiết cả rai có bạc ca ai riết bạc ca ai riết tứ rót hà bị báo miền mà có vui bà hà nơi bê ba cho bọn ní cứ xiêm vía chỉnh chấm krong chôn chiết cả rai đại bậc các ai kể nâng ao thưa sừng kriêm chỉ mùi nâng rót hà bị bao rồi bóp sắc rồi bóp hạ phiệp miền mà ắt miền nè nà chứ nè nà chanh tì khơi chế xiêm vía miền cô này vô bài dứt ra xa này vô bài rồi bóp vía cứ bầm bạ protest chân khang rồi bóp vía chẳng ai chầm này nơi Campuchia bình chầm này nơi Campuchia cứ krong trôi nội dung vì mình krong trôi nội dung nắng vì mình miên và sự tập hiệp mình miên cô nội vô bái mình miên cầm lăng kháng đôi khang miền mà thế đôi chữ krong chôn chiết hiện tại cả rải nơi miền mà thế pro krong trôi nội dung nắng nơi krau bờ tê còn tại krong trôi nội dung nắng cầm phong để xã hạ ca chỉ môi nương xiêm đàm bấy bầm bạ xa mà kí tây nông rồi bỏ Prairie này chạ Campuchia này cứ bà hạ khía nâng dứt từ xa rồi bỏ xiêm đại thưa từ lứa bị chia bờ rót Myanmar chẳng đài hơi đại ba chương ký Prathera nội trạc rụp rõng nâng lục ta lục dịp rồi mà lục đẹp snap đại ba chương ký lục kết mưa krong trôi này dùng nơi bà răng đại đặc nôm đòi ta nè tu nơi bà răng nè krong trôi này dùng nơi krau bờ tê đại đặc nôm đòi ta nè tu nơi bà răng ní bệnh dây bị kết pin này vô bài rồi bỏ ta nè tu nơi bà răng cứ quạt chạp đám cho là na phải chăng rồi bỏ quạt ní tăng bị năm mùi pon pram buồn rối cao sập pram chẳng tăngពីឆ្នាំ1995រហូតមកដល់ពេលឆ្នាំ2026នេះគឺជាង30ឆ្នាំហើយជាង30ឆ្នាំហើយក្នុងរយៈពេល30ឆ្នាំនេះក្រមជ្រុលនិយមដែលដឹកនាំដោយតាអ្នកទោសនៅបារាំងនេះមិនដែលប្រកាសជារដ្ឋាភិបាលអីទេគឺគ្រាន់តែជាក្រុមប្រឆាំងនៅក្រៅប្រទេសតែប៉ុណ្ណោះប៉ុន្តែរយៈពេលប្រមាណខែមកនេះតំណងជាឆ្នាំដើមឆ្នាំ2026នេះខ្ញុំកាលណាខ្ញុំបានមិនចាំដែរទេប្រហែលជាដើមឆ្នាំ2026នេះក្រុមជ្រុលនិយមនៅក្រៅប្រទេសវាប្រកាសជារដ្ឋាភិបាលមួយដែរវាប្រកាសជារដ្ឋាភិបាលមួយដែរសេចក្តីប្រកាសបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសរបស់ក្រមជ្រុលនិយមដែលដឹកនាំដោយតាអ្នកទោសនៅបារាំងនេះគឺមានការបរិច្ឆេទប្រហាក់ប្រហែលគ្នានឹងក្រមជនជាតិភាគតិចការ៉ែននៅសហភាពមីយ៉ាន់ម៉ានេះដែលប្រកាសឯករាជ្យដែរអញ្ចឹងក្រមជនជាតិភាគតិចការ៉ែននៅសហភាពមីយ៉ាន់ម៉ាហ្នឹងប្រកាសឯករាជ្យនៅថ្ងៃទី7 ខែមករាឆ្នាំ2026នេះហើយក្រមជ្រុលនិយមនៅក្រៅប្រទេសនោះក្រមជ្រុលនិយមដែលដឹកនាំដោយតាអ្នកទោសនៅបារាំងនោះប្រកាសឯករាជ្យក្នុងកាលបរិច្ឆេទប្រហាក់ប្រហែលគ្នានឹងដែរមានន័យថាម៉េចមានន័យថាសៀមវាអ្នករៀបចំសៀមវាទិញក្បាលអាក្រមជ្រុលនិយមនៅក្រៅប្រទេសហ្នឹងឲ្យធ្វើជារដ្ឋាភិបាលមួយឲ្យធ្វើឲ្យចងគ្នាជាក្រុមមួយដើម្បីបំបែកបំបាក់ខ្មែរដើម្បីធ្វើឲ្យខ្មែរនឹងមានលំអានដូចជាសហភាពមីយ៉ាន់ម៉ាអញ្ចឹងប៉ុន្តែគ្រាន់តែក្រមជ្រុលនិយមនៅក្រៅប្រទេសដែលដឹកនាំដោយតាអ្នកទោសនៅបារាំងហ្នឹងគឺអន់ដោយសារតែគ្មានសមត្ថភាពអីទេ
ប្រកាសតែរដ្ឋាភិបាលនៅក្រៅប្រទេសហ្នឹងក៏មិនដឹងធ្វើអីដែរដូច្នេះប្រហែលសៀមវាខកចិត្តនៅត្រង់ថាដូចជាជនជាតិការ៉ែនមីយ៉ាន់ម៉ានេះគេមានកងកម្លាំងប្រដាប់អាវុធគេគឺមានសង្គ្រាមជាមួយនឹងរដ្ឋាភិបាលរបបសឹកសហភាពមីយ៉ាន់ម៉ារហូតដល់ពេលបច្ចុប្បន្ននេះគឺសង្គ្រាមរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ាជាមួយនឹងពួកឧទាមនៅតាមព្រំដែនជាប់សៀមនឹងឯងសៀមវាអ្នកជួយដល់ចលនាប្រដាប់អាវុធជនជាតិការ៉ែនជាប់ព្រំដែននឹងខេត្តតារបស់សៀមនឹងហើយសៀមយុទ្ធសាស្ត្រនឹងវាទិញក្បាលអាក្រមជ្រុលនិយមនឹងដែរបាទវាទិញក្បាលក្រមជ្រុលនិយមនឹងដែរហើយជាឧទាហរណ៍ខ្ញុំកាលណាខ្ញុំបានមិនចោតប្រកាន់ទេប៉ុន្តែរឿងនេះវាទៅអញ្ចឹងពីព្រោះដោយសារវាដំណាលគ្នាវាដូចគ្នាវាដូចមិនប្រិមិត្តលោកអ្នកស្ដាប់លោកប្រហែលចាំទេជនជាតិការ៉ែននឹងប្រកាសឯករាជ្យមិនទាំងបានប្រមាណផងអាតាអ្នកទោសនៅបារាំងនេះក្រមដឹកនាំក្រមជ្រុលនិយមនេះក៏ប្រកាសបង្កើតរដ្ឋាភិបាលដែរវាមានន័យថាទាំងក្រមជ្រុលនិយមនៅក្រៅប្រទេសដែលដឹកនាំដោយតាអ្នកទោសនៅបារាំងហ្នឹងវាធ្វើលំអានវាលក់ក្បាលឲ្យសៀមហើយសៀមវាប្រើយុទ្ធសាស្ត្រហ្នឹងជាមួយមីយ៉ាន់ម៉ាផងវាប្រើយុទ្ធសាស្ត្រហ្នឹងជាមួយនឹងខ្មែរផងប៉ុន្តែគ្រាន់តែមីយ៉ាន់ម៉ាក្រមជនជាតិភាគតិចការ៉ែនហ្នឹងគេមានទឹកដីកាន់កាប់ប៉ុន្តែក្រមជ្រុលនិយមនៅក្រៅប្រទេសអត់មានទឹកដីកាន់កាប់ទេអញ្ចឹងក្រមជ្រុលនិយមនៅក្រៅប្រទេសហ្នឹងគេហៅមនុស្សអត់កំណើតជាក្រមមនុស្សអត់កំណើតត្រង់ថាប្រើអត់បានការ